Hello student អរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូមកប្រាប់ពីរបៀបឡើង rank ពណ៌លឿងដើម្បីដោះខ្វែងវាបានអ្នកនរគ្នាចុចមកកន្លែងនេះមកបន្ទាប់មកយើងចូលទៅកន្លែង rank ពណ៌លឿងយើងកន្លែងខ្ញុំអូស E ថាច់ហ្នឹងអ្នកនរគ្នាអូសទៅមើលទៅកន្លែងហ្នឹងទៅហើយបន្ទាប់មកអ្នកនរគ្នាចុចចេញមកក្រៅមកហើយអ្នកនរគ្នាចូលទៅកន្លែងវគ្គ tournament យើងហ្នឹងនេះវគ្គហ្នឹងបន្ទាប់មកអ្នកនរគ្នាចូលលេងវគ្គហ្នឹងធ្វើម៉េចឲ្យប៉ះ hero យើងសុបទៅគ្នាយើងheroយើងសូអា hero ពាក់វ៉ែនតាហ្នឹងយើងធ្វើម៉េចលេងអាប៉ះវគ្គហ្នឹងមកហើយបន្ទាប់មកយើងបិទ0យើងលេង hero ហ្នឹងយើងបិទវា0គ្នាយើងធ្វើម៉េចយើងបិទវា0យើងវាយសវីតែយើងវាយវាបិទ0ទៅគឺយើងនឹងឡើង rank ហើយបាទគឺងាយស្រួលមែនតើបាទវគ្គហ្នឹងនេះខ្ញុំបញ្ជាក់នេះhero យើងសូអា hero គ្នាវាមានពាក់វ៉ែនតាហ្នឹងយើងធ្វើម៉េចបិទវា0អញ្ចឹងវគ្គហ្នឹងបានក្រុមហ៊ុនយើងឡើង rank បន្ទាប់មកយើងចូលចេញមកបន្ទាប់មកយើងទៅកន្លែង rank យើងតើយើងលេខមើលកន្លែង rank ពណ៌លឿងយើងហ្នឹងជឿមើលកន្លែងខ្ញុំដាក់ទីហ្នឹងដាក់អ៊ីស្ថាច់ហ្នឹងកន្លែងហ្នឹងស្រួលទេកន្លែងហ្នឹងយើងតម្រូវយើងលេងវគ្គ Nishikawa គ្នាយើងវគ្គ Nishikawa នេះខ្ញុំដាក់ discharge ឲ្យមើលហ្នឹងលេងវគ្គហ្នឹងហើយតោះមកយើងចូលលេងអាវគ្គនេះវគ្គទី9អាវគ្គហ្នឹងស្រួលមែនតើអ្នកនរគ្នាគឺតម្រូវយើងហ្នឹងលេងអាវគ្គហ្នឹងលេងធ្វើម៉េចឲ្យដល់វគ្គ Nishikawa ហ្នឹងធ្វើម៉េចយើងលេងធ្វើម៉េចដល់វគ្គ Nishikawa ហ្នឹងលេងអាវគ្គឆាក Nishikawa ហ្នឹងអស់គឺឡើង rank ឲ្យយើងមួយអូតូយកតែម្ដងគ្នាយើងជាអែមែនតើបាទតោះមកយើងចូលកន្លែង rank ពណ៌លឿងយើងវិញមកនេះកន្លែងខ្ញុំដាក់ e-touch មើលហ្នឹងកន្លែងក្រោមគេបង្អស់អញ្ចឹងគ្នាយើងបើអាទីនេះខ្ញុំផ្លេចបាត់ហើយខ្ញុំអត់ទៅចាំបានទីនេះទី2ហ្នឹងខ្ញុំទៅចាំអានេះកន្លែងដាក់ e-touch ហ្នឹងកន្លែងហ្នឹងយើងគេឲ្យយើងហ្នឹងលេងវគ្គនេះវគ្គជាយូណាមអញ្ចឹងគ្នាយើងនេះចូលមកនេះកន្លែងវគ្គរូប Sivo ហ្នឹងយើងចូលអូសមកទៅកន្លែងរូបនេះជាយូណាមកន្លែងជាយូណាមហ្នឹងចុចរូបជាយូណាមហ្នឹងមកហើយបន្តមកទៀតយើងចុចមកតមកវាមកដល់កន្លែងនេះតមកយើងអ្នកនរគ្នាចូលអាវគ្គទី4គ្នាយើងវគ្គទី4ហ្នឹងយើងចុចមកយើងយកវគ្គទី4ហ្នឹងយើងអាក់ហ្នឹងយើងលេងវគ្គហ្នឹងធ្វើម៉េចយើងវាយសវីផ្ទះហើយយើងបាំងយើងវាយសវីផ្ទះហើយយើងរត់ទៅបាំងវាយសវីផ្ទះហើយរត់ទៅបាំងទៅធ្វើម៉េចលេងឲ្យឈ្នះហើយតមកយើងបិទ0វគ្គហ្នឹងយើងបិទ0បានវាឲ្យឡើង rank បើយើងអត់បិទ0ទេវាឡើង rank ឲ្យទេគ្នាយើងអាហ្នឹងបញ្ជាក់អ្នកនរគ្នាយើងបិទ0បានវាឡើង rank ឲ្យបើយើងបិទ0វាឡើង rank ឲ្យទេចឹងហើយវគ្គហ្នឹងងាយស្រួលមែនតើអ្នកនរគ្នាគាត់ផ្ទះសវីទៅហើយដល់មកអ្នកគ្នារត់ទៅបាំងធ្វើម៉េចយើងបិទវា0ទៅគឺយើងនឹងឈ្នះហើយបាទគឺបើអ្នកនរគ្នាលេងអត់មួយនឹងអត់ឈ្នះទេអ្នកនរគ្នាលេងប្រហែលពី3ដៃទៅអ្នកគ្នាបិទវា1បិទវា0អីទៅត្រឹម1ចុះក្រោម1អី0អីក៏បានដែរគឺវានឹងឡើង rank ឲ្យយើងហើយបាទគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបាទគ្នាយើងបើអ្នកនរគ្នាឡើង rank អាចខមមិនប្រាប់ខ្ញុំបានអ្នកនរគ្នាបាទបើអ្នកគ្នាអត់ចេះត្រង់ណាឆ្ងល់ត្រង់ណាចាំខ្ញុំធ្វើវីដេអូក្រោយចាំខ្ញុំប្រាប់ទៀតអញ្ចឹងអ្នកគ្នាចង់ឡើង rank ពណ៌អីចាំខ្ញុំចេញវីដេអូប្រាប់វីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាទអរគុណអ្នកនរគ្នាសម្រាប់មើលវីដេអូនេះ